បាទទូកពីរគ្រឿងផ្សេងគ្នាបាទចំណុះអមតែមួយក្នុងវីដេអូនេះបងប្អូនតើបងប្អូនគិតថាទូកមួយណាល្អជាងបាទនេះគឺជាទូកដែលមានឈ្មោះថាមហាខ្លាក្រហមធិបតីបាទហើយនេះគឺជាការបង្ហាញខ្លួនបាទនៅសម្រាប់ថ្ងៃទី1បាទក៏ដូចជាទូកទី1ដែរបាទសម្រាប់ការអមរបស់គាត់បាទជើងច្បារបស់គាត់បាទបងប្អូនខ្លះគាត់ថាបាទអមតាមក្បាច់បាទអ្នកលេងពីក្បាច់ដែរតែខ្ញុំមើលទៅដូចជាស្តៀងទេអត់ដូចទេគាត់ជើងច្បាគាត់ធ្ងន់បាទថ្ងៃទី1នេះគាត់ប៉ះជាមួយនឹងសៀសែនជ័យបារមីតេជះបាទនេះជាជើងទី2បាទស្ថិតនៅខ្សែទឹកខាងក្នុងបាទការបញ្ជើងទី1នេះចាញ់សៀសែនជ័យបារមីតេជះបាទចាញ់ចង់លិចទៀតបាទដល់ឥឡូវផ្លាស់មកនៅខាងក្នុងវិញបាទឈ្នះវិញម្ដងឈ្នះទៅលើសៀសែនជ័យបារមីតេជះមួយជើងវិញបាទនៅថ្ងៃនោះខ្ញុំគិតថាប្រហែលជាចាញ់ទៀតហើយសម្រាប់ជើងទី2នៅខាងក្នុងបាទខ្សែទឹកអត់សូវល្អតែឈ្នះបាទឈ្នះមួយជើងវិញបាទចូលដល់ថ្ងៃទី2បាទសម្រាប់ថ្ងៃទី2នេះក៏ដូចជាទូកទី2ដែរបាទបងប្អូនទស្សនាប្រកាសជាដឹងហើយបាទថ្ងៃទី2នេះគឺបាទដូចជាត្រូវប៉ះជាមួយនឹងមហាទុនសាយផ្លោះហើយក្នុងវីដេអូនេះដែរខ្ញុំលើកយកតែមួយជើងទេបាទគឺស្ថិតនៅខ្សែទឹកខាងក្នុងបាទខ្សែទឹកខាងក្នុងគឺមិនសូវល្អទេសម្រាប់ខ្សែទឹកបាទតែមហាខ្លាក្រហមធិបតីបាទនៅថ្ងៃនោះគឺមកយកឈ្នះមហាទុនសាយទាំងពីរជើងបាទទាំងក្នុងទាំងក្រៅតែគាត់ថាខាងក្រៅឈ្នះច្រើនជាងបាទខាងក្នុងបាទឈ្នះដែរបានឈ្នះបាទរៀងតិចជាងខាងក្រៅបាទតែបងប្អូនយល់យ៉ាងណាដែរបាទសម្រាប់ការប្រកួតទាំង2ថ្ងៃបាទក៏ដូចជាទាំង2ទូកបាទរវាងថ្ងៃទី1បាទទូកទី1ថ្ងៃទី2ទូកទី2បាទតើទូកមួយណាមានល្បឿនល្អជាងបាទខ្ញុំគិតថាល្អទាំងពីរបាទហើយអ្វីដែលល្អជាងនេះទៀតបាទមិនសរសើរមិនបានបាទសម្រាប់ចំណុះរបស់គាត់បាទល្អមកជើងចង្វាបាទធ្ងន់មែនទែនជាកំដាប់ដៃមួយប៉ុន្តែធ្ងន់បាទចាក់ជ្រៅនេះទាញអុសមួយនេះគឺបាទអរគុណសម្រាប់ការទស្សនាវីដេអូបាទតាំងពីដើមរហូតដល់ចប់បាទជួបគ្នាវីដេអូក្រោយ